ប្រវត្តិត្រួសចំនួនព្រំដែនកម្ពុជាសៀមដើម្បីយល់ឲ្យបានច្បាស់អំពីចំនួនព្រំដែនរវាងកម្ពុជានិងសៀមគឺយើងត្រូវតែចាប់ផ្ដើមពីការវិភាគអំពីសាវតាប្រវត្តិសាស្ត្រដែលបានកើតឡើងនៅចុងសតវត្សទី18និងពេញមួយសតវត្សទី19ឲ្យបានស៊ីជម្រៅជាមុនសិនក្នុងអំឡុងពេលនោះព្រះរាជាណាចក្រកម្ពុជាបានជួបប្រទះនឹងការចុះខ្សោយផ្នែកនយោបាយនិងយោធាយ៉ាងធ្ងន់ធ្ងរដែលធ្វើឲ្យប្រទេសមួយនេះងាយរងគ្រោះទៅនឹងការគាបសង្កត់និងការរំលោភបំពានឥតឈប់ឈរពីសំណាក់ប្រទេសជិតខាងដែលមានអំណាចជាងគឺសៀមនៅខាងលិចនិងយួនអាណាមនៅខាងកើតភាពវឹកវរផ្ទៃក្នុងដែលកើតចេញពីការដណ្ដើមអំណាចរវាងព្រះរាជវង្សានុវង្សខ្មែរបានផ្ដល់ឱកាសមាសដល់សៀមយួនក្នុងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាជាលទ្ធផលកម្ពុជាបានក្លាយជារដ្ឋចំណុះអាណាព្យាបាល2ដែលត្រូវថ្វាយសួយសារអាករទៅប្រទេសទាំងពីរគឺសៀមយួនដើម្បីរក្សាសន្តិភាពផ្ទៃក្នុងដ៏ផុយស្រួយការពង្រីកនិងការបញ្ចូលទឹកដីខ្មែរទៅជារបស់សៀមឆ្នាំ1795ដើមទសវត្សរ៍ឆ្នាំ1800ចុងសតវត្សទី18បានឃើញការកើនឡើងយ៉ាងខ្លាំងនៃការពង្រីកទឹកដីរបស់សៀមដែលឈានដល់ការឈ្លានពាននិងការកាន់កាប់ខេត្តសំខាន់ៗរបស់កម្ពុជាក្នុងឆ្នាំ1795ទាំងនេះរួមមានបាត់ដំបងសៀមរាបមង្គលបុរីស្រីសោភ័ណ្ឌនិងព្រះវិហារសកម្មភាពយោធានេះបានកើតឡើងបន្ទាប់ពីសម័យកាលនៃការបង្រួបបង្រួមរបស់សៀមបន្ទាប់ពីជ័យជំនះរបស់ពួកគេក្នុងសង្គ្រាមដ៏យូរអង្វែងជាមួយភូមាឆ្នាំ1548ដល់ឆ្នាំ1592ឆ្នាំ1760ដល់ឆ្នាំ1767ការបង្កើតរាជវង្សចក្រីថ្មីក្នុងឆ្នាំ1782ជោគជ័យទាំងនេះបានជំរុញឲ្យសៀមពង្រីកឥទ្ធិពលរបស់ខ្លួននិងវាយប្រហារមកលើព្រំដែនអធិបតេយ្យរបស់កម្ពុជាយ៉ាងខ្លាំងក្លាតាមពិតត្រឹមឆ្នាំ1794រាជាណាចក្រខ្មែរដែលចុះខ្សោយទៅហើយត្រូវបានបង្ខំឲ្យប្រគល់ការគ្រប់គ្រងខេត្តភាគពាយយប់របស់ខ្លួនដូចជាសេរីសោភ័ណ្ឌនិងបាត់ដំបងទៅឲ្យសៀមដែលជាការបង្ហាញពីការបញ្ចូលទឹកដីដ៏ធំជាងនេះទៅទៀតការទទួលបានទឹកដីទាំងនេះតំណាងឲ្យការឈឺចាប់របស់ប្រជាជាតិខ្មែរអំពីការបាត់បង់យ៉ាងច្រើននៃទឹកដីភាគខាងលិចរបស់កម្ពុជាទៅឲ្យសៀមការឈ្លានពានឆ្នាំ1795នេះមិនមែនជាព្រឹត្តិការណ៍ដាច់ដោយឡែកនោះទេប៉ុន្តែជាការបន្តគំរូនៃការរំលោភបំពានរបស់សៀមលើទឹកដីកម្ពុជាម្ដងហើយម្ដងទៀតដែលមានតាំងពីយូរយារណាស់មកហើយកំណត់ត្រាប្រវត្តិសាស្ត្របង្ហាញថាកងទ័ពសៀមដ៏មានអំណាចជាពិសេសបំពាក់ដោយអាវុធទំនើបដែលទទួលបានតាមរយៈពាណិជ្ជកម្មជាមួយអឺរ៉ុបនិងជប៉ុនបានវាយប្លន់រាជធានីលង្វែករបស់កម្ពុជាក្នុងឆ្នាំ1594ការបរាជ័យពីមុននេះបានចាប់ផ្ដើមសម័យកាលដ៏យូរអង្វែងនៃអស្ថិរភាពសម្រាប់កម្ពុជាដែលសម្គាល់ដោយការផ្លាស់ប្ដូររាជធានីញឹកញាប់ពីស្រីសន្ធរទៅចតុមុខភ្នំពេញហើយក្រោយមកទៅឧដុង្គការវាយប្លន់អង្គរក្នុងឆ្នាំ1431និងឆ្នាំ1593បង្ហាញបន្ថែមពីគំរូដ៏ជាប់លាប់នៃឧត្តមភាពយោធានិងមហិច្ឆតាឈ្លានពានទឹកដីរបស់សៀមមកលើកម្ពុជាភាពបន្តនៃប្រវត្តិសាស្ត្រនេះគូបញ្ជាក់ពីស្ថានភាពដ៏សំខាន់មួយពេលដែលពលរដ្ឋកម្ពុជាដែលចុះខ្សោយកំពុងប្រឈមនឹងបញ្ហាផ្ទៃក្នុងនិងមជ្ឈមណ្ឌលនយោបាយដែលផ្លាស់ប្ដូរតែងតែក្លាយជាគោលដៅសម្រាប់មហិច្ឆតាឈ្លានពានរបស់ប្រទេសជិតខាងដែលមានអំណាចជាងមកលើកម្ពុជាការបង្រួបបង្រួមអំណាចនៅសៀមបន្ទាប់ពីការប្រយុទ្ធជាមួយភូមាបានតាក់ទងដោយផ្ទាល់ទៅនឹងការបាត់បង់ទឹកដីថ្មីសម្រាប់កម្ពុជានេះបានបង្កើតប្រធានបទជាមូលដ្ឋានសម្រាប់ការយល់ដឹងអំពីបញ្ហាអធិបតេយ្យភាពរបស់កម្ពុជាដោយបង្ហាញពីរបៀបដែលភាពងាយរងគ្រោះផ្ទៃក្នុងរបស់កម្ពុជារួមជាមួយនឹងការឈ្លានពានពីសំណាក់សត្រូវខាងក្រៅបានធ្វើឲ្យខ្លួនក្លាយជាចានប្រាក់ដែលងាយស្រួលសម្រាប់ប្រទេសជិតខាងរបស់ខ្លួនដណ្ដើមយក